សួស្តីបងប្អូនតារាគ្នាខ្ញុំឈ្មោះតារាថ្ងៃនេះយើងនឹងមានការជជែកជាមួយបងស្រីខ្ញុំឈ្មោះដានីកាហើយខ្ញុំធ្វើការនៅក្រសួងអ្នកបកប្រែនៅទីក្រុងម៉ូរ៉េអាល់ចាថ្ងៃនេះយើងមកជជែកគ្នាពីបញ្ហាកូនក្មេងដែលគាត់មានអូទីសឹមចាដែលពាក្យបារាំងគាត់ហៅថាអូទីសចំពោះឪពុកម្ដាយណាដែលគាត់មានក្មេងដែលគាត់កើតអូទីសឬក៏មានបញ្ហាខាងអូទីសគឺបងប្អូនចូលចាំកន្លែងថ្ងៃនេះវីដេអូនេះនឹងបង្ហាញបងប្អូនពីវិធីសាស្ត្រដើម្បីធ្វើម៉េចយើងកាត់សម្គាល់មកសញ្ញាក្មេងតើគាត់មានអូទីសឬក៏អត់ហើយតើយើងត្រូវធ្វើយ៉ាងម៉េចដើម្បីជួយក្មេងគាត់មានអូទីសមានបញ្ហាបែបហ្នឹងថ្ងៃនេះយើងជួបជាមួយតារាហើយតារានឹងគាត់សួរនិងគាត់ស្វែងយល់ពីលក្ខណៈរបស់ក្មេងអូទីសអូខេជាចឹងបងជាទូទៅក្មេងអូទីសច្រើនតែកើតពីកំណើតឬក៏ពេលដែលគាត់ចាប់ផ្ដើមធំធាត់ហើយបានគាត់កើតអូទីសដោយបញ្ហាមជ្ឈដ្ឋានជុំវិញការមើលថែពីឪពុកម្ដាយឬក៏មានជាជំងឺដំណពូជឬក៏មិនដែរបងបញ្ហាអូទីសក្មេងដែលគាត់មានអូទីសហ្នឹងអាហ្នឹងគឺភាគច្រើនយើងគិតថាគាត់ជាក្មេងអំសញ្ញាប៉ុន្តែមិនមែនជាក្មេងអំសញ្ញាទេក្មេងគាត់កើតអូទីសហ្នឹងគឺក៏មិនមែនជាដំណើរពូជដែរអញ្ចឹងណាចាហើយពេលដែលគាត់មានអូទីសហ្នឹងគឺគាត់ពេលដែលកើតមកហ្នឹងវាមានបញ្ហាអីមួយនៅក្នុងសិក្សារបស់គាត់ដូច្នេះអ្វីដែលគាត់ទទួលព័ត៌មានទម្រង់សម្លេងឬក៏ព័ត៌មានពីខាងក្រៅអ្នកជុំវិញខ្លួនហ្នឹងគឺអត់ដូចយើងទេអញ្ចឹងណាចាហើយមានដូចថាគាត់ដូចថាឥឡូវយើងទទួលព័ត៌មានអីមួយយើងយល់ច្បាស់ពីព័ត៌មានហ្នឹងថាយើងត្រូវធ្វើបែបម៉េចប៉ុន្តែចំពោះលក្ខណៈខាងក្មេងអូទីសវិញគាត់អត់យល់អញ្ចឹងដូចយើងទេអញ្ចឹងមានន័យថាអូទីសវាជាជំងឺរបស់ក្មេងទេមិនមែនជាបញ្ហាដំណពូជឬក៏មកពីបញ្ហាមជ្ឈដ្ឋានជុំវិញទេអត់ទេអូនចាវាមិនមែនមកពីមជ្ឈដ្ឋានជុំវិញហើយក៏មិនមែនជាជំងឺដំណពូជដែរចាដូចអូនសួរមិញហ្នឹងគាត់ថាស្អីគេបញ្ហាដំណពូជហើយមួយទៀតស្អីគេមជ្ឈដ្ឋានជុំវិញគឺការមើលថែពីឪពុកម្ដាយដែលគាត់ចេះតែបដោតឲ្យកូនមើលទូរស័ព្ទច្រើនពេកតើអូទីសហ្នឹងគេនិយាយអំពីបដោតទៅលើថាជាជំងឺរបស់ក្មេងព្រោះអ្នកខ្លះឪពុកម្ដាយខ្លះគាត់តែនិយាយថាកុំឲ្យកូនមើលទូរស័ព្ទច្រើនពេកយ៉ាកូនហ្នឹងកើតអូទីសក៏អាហ្នឹងចាហ្នឹងហើយដូចបងសំកាត់តិចអាហ្នឹងគឺមិនមែនជាជំងឺទេអូទីសហ្នឹងមិនមែនជាជំងឺទេថាយើងអាចថាជា personality ក៏បានដែរជាដូចថាយើងkind of personality មនុស្សម្នាក់មាន kind of personality ច្រើនប៉ុន្តែអូទីសហ្នឹងគឺជា personality មួយដែលពេលគាត់ពីកំណើតមកគឺគាត់មានអញ្ចឹងហ្មងប៉ុន្តែអ្នកខ្លះមានតិចអ្នកខ្លះមានល្មមអ្នកខ្លះមានធ្ងន់អញ្ចឹងទៅអូខេអញ្ចឹងមានន័យថាវាប្រៀបដូចមនុស្សយើងធម្មតាដែលអ្នកខ្លះទៅជាមនុស្សឆេវឆាវម្នាក់ខ្លះជាមនុស្ស slow អញ្ចឹងអាហ្នឹងគឺជាធម្មជាតិដែលគាត់មានមកមិនមែនជាជំងឺទេប៉ុន្តែជាបើយើងនិយាយទៅងាយស្រួលគឺជាការអត្តចរិតរបស់គាត់បើយើងនិយាយទៅជាអត្តចរិតរបស់គាត់ចាជាអត្តចរិតរបស់មនុស្សអូទីសហើយមនុស្សអូទីសគឺគាត់យើងអាចសម្គាល់ដឹងថាគាត់ពេលដែលគាត់ចាប់ផ្ដើមតាំងពីក្មេងទៅហ្នឹងហើយឪពុកម្ដាយអាចកាត់សម្គាល់ដូចថាឥឡូវតាំងពី2ឆ្នាំឬក៏3ឆ្នាំនេះឡើងទៅអាហ្នឹងគាត់យើងអាចកាត់សម្គាល់ដឹងហើយរបៀបលក្ខណៈគាត់លេងចាគាត់លេងអីចឹងទៅគាត់ច្រើនតែយកកូនឡើងមករបៀបជាជួមកជួចឹងហើយសកម្មភាពច្រើនតែដដែលចាពីព្រោះថាក្នុងខួរក្បាលរបស់គាត់ហ្នឹងគឺគាត់ចង់ធ្វើអីដែល perfect ឲ្យឥតខ្ចោះបានគាត់អាចមានអារម្មណ៍ងាយស្រួលគេលក់ឬក៏អស់ចិត្តអញ្ចឹងណាចាបើសិនជាគាត់អត់ធ្វើអីមួយដែលជាសកម្មភាពដែល perfect ទេអាហ្នឹងគឺគាត់មិនអស់ចិត្តទេអញ្ចឹងហើយបានកូនក្មេងយើងឃើញថាគាត់ធ្វើសកម្មភាពដដែលរហូតដល់តែគាត់ perfect អញ្ចឹងមានន័យថាបញ្ហាហ្នឹងវាមិនមែនថាអាក្រក់ដូចមនុស្សទូទៅតែគិតថាការលូតលាស់ផ្នែកបញ្ញាយឺតយ៉ាវដែលយើងតែងហៅ autism ហ្នឹងជាបញ្ហាដ៏អាក្រក់ខ្លាំងទេបងមិនគិតអញ្ចឹងទេពីព្រោះថាអ្នកខ្លះដែលគាត់អូទីសហ្នឹងគឺគាត់បកកាយជាអ្នកដែលសាមញ្ញធម្មតាដូចយើងឃើញអ្នកប្រាជ្ញមួយចំនួនធំរូបវិទ្យាគណិតវិទ្យាសិតតែអ្នកដែលបើយើងនឹងបើយើងនិយាយទៅបើមើលតាមកាយសម្បទាក៏ដូចជាសតិបញ្ញារបស់គាត់ព្
ប្រៀបដូចក្មេងដែលយើងតែហៅ autism បច្ចុប្បន្នឡើយ ចាបងគិតអញ្ចឹងពីព្រោះថាមានអ្នកគណិតវិទ្យាឬក៏អ្នកទស្សនវិទូខ្លះអ្នកវិទ្យាសាស្ត្រខ្លះគឺគាត់មានអូទីសដែរប៉ុន្តែគ្រាន់តែវារៀងស្រាលណាចាហើយក្នុងខួរក្បាលរបស់គាត់ហ្នឹងបើសិនជានិយាយទៅគឺថាក្នុងខួរក្បាលអ្នកដែលអូទីសពេលដែលគាត់ចង់ធ្វើអីមួយដូចបងនិយាយមកអញ្ចឹងគឺត្រូវឲ្យ perfect ហើយបើសិនជាគាត់ឆ្ងល់អីមួយគឺគាត់ទៅរកស្វែងរកចម្លើយហ្នឹងឲ្យបានតែម្ដងអញ្ចឹងហើយបានអ្នកវិទ្យាសាស្ត្រខ្លះហ្នឹងគឺជាបច្ចេកទេសរបស់អ្នកវិទ្យាសាស្ត្រហ្នឹងហើយចាជាងមកដូចយើងធម្មតាពេលខ្លះយើងគិតថាយើងមិនអាចធ្វើទៅរួចទេយើងធម្មតាតែដល់ពេលអ្នកដែលមាន OT គាត់អាចទៅធ្វើអ្វីដែលថ្មីទៅស្រាវជ្រាវអ្វីដែលថ្មីដល់ពេលលទ្ធផលដែលចេញមកពេលក្រោយវាទៅជារបបកំហើញថ្មីទៅវិញហ្នឹងហើយចាវាធំធេងចង្ការការស្វែងរករបស់គាត់អញ្ចឹងណាហើយបងឃើញមានកូនក្មេងមួយដែលគាត់ autism ហើយគាត់ជាវិចិត្រករមួយដ៏ល្បីមែនទែនចាពីព្រោះថាការសម័យរបស់ក្មេង autism គឺទូលំទូលាយធម្មតាវិចិត្រករក៏តែមានការសម័យបានដឹងថាគូរូបទៅវាទៅត្រូវខ្លងណាអីខ្លងណាមិនចឹងបាទប៉ុន្តែធម្មតាមនុស្សសាមញ្ញធម្មតាមិនអាចមានសម័យអីដូចយើងរូបភាព picture មួយនៅក្នុងទូរស័ព្ទរបស់យើងទេប៉ុន្តែគាត់ចាំច្បាស់មែនទែន picture ណាមួយដែលគាត់បានឃើញឬក៏ការសម័យរបស់គាត់នៅក្នុងទូរស័ព្ទនេះគាត់គូមកចេញ detail មកដូចរូបគំនូរធម្មជាតិនៅដែលយើងមើលសោះហ្នឹងហើយអញ្ចឹងបងគិតថាautism នេះមិនមែនជាជំងឺទេចឹងណាហ្នឹងហើយគ្រាន់តែជាបច្ចេកទេសមួយម្យ៉ាងដែលក្មេងគាត់កើតមកគឺបែបហ្នឹងអញ្ចឹងមានន័យថាដើម្បីយើងសង្កេតព្រោះធម្មតាបញ្ហាហ្នឹងយើងត្រូវផ្ដើមចេញឪពុកម្ដាយដែលនៅជាមួយគាត់រាល់ថ្ងៃយើងត្រូវសង្កេតមើលគាត់តើជាទូទៅក្មេងដែលយើងហៅថា autism ហ្នឹងលក្ខណៈដែលយើងងាយនឹងសង្កេតមើលដឹងមានទៅលើគេខ្លះបងដោយបងបានបង្ហាញមិញអញ្ចឹងពេលដែលកូនចាប់ផ្ដើមពីអាយុ2ទៅ3ឆ្នាំយើងអាសាសង្កេតមើលបច្ចេកទេសរបស់កូនតើមានភាពដដែលអត់អញ្ចឹងណាដូចជាអ្វីដែលគាត់យកមកលេងកូនឡានរបស់លេងអីតើគាត់មានរៀបជាជួរធ្វើម៉េចគំនិតគាត់ហ្នឹងណាបើមិនជាអ្នកដែលកើតអូទីគឺគាត់រៀបឲ្យត្រង់ហ្មងបើឆិតបន្តិចក៏អត់បានដែរអញ្ចឹងណាហើយបើមិនថាកូនឡាន10គាត់ត្រូវរៀបទាំង10បាត់មួយក៏អត់បានដែរហើយបើសិនជាក្អាលស្បែកជើងអីគាត់ត្រូវចូលចិត្តពាក់ដដែលគាត់ចូលចិត្តពណ៌ដដែលចូលចិត្តញ៉ាំអាហារដដែលឬក៏គាត់ធ្វើកាយវិការអីដូចជារបៀបលក្ខណៈលោតឬក៏បង្វិលខ្លួនអីដដែលអញ្ចឹងណាអាហ្នឹងគឺយើងអាចដឹងថាហ្នឹងជាមុខសញ្ញាមួយដំបូងដែលយើងអាចកំណត់ថាគាត់ប្រហែលជាមានអូទីសចុះអ្នកខ្លះដែលគេមើលទៅថាថាក្មេងនេះល្ពឹសពេកដូចថាឪពុកម្ដាយហៅដែរគាត់អត់សូវមានន័យថាអត់ patient ឬក៏យើងហៅគាត់ទៅគាត់អត់ងាកមកគាត់អត់មើលមុខក្មេងដែលល្ពឹសអីអញ្ចឹងយើងអាចទៅជាបញ្ហា autism ដែរឬក៏មិនដែរបងអាចមាន autism ហើយលាយជាមួយនឹងhyperactivity ដែលយើងថាក្មេងគាត់ល្ពឹសហួសហេតុចាTDAH អញ្ចឹងណា TDAH វាប្រហែលចាដែលគាត់ល្ពឹសហួសហេតុគាត់ដូចថានៅក្នុងខ្លួនគាត់មាន energy ហួសហេតុគាត់មិនអាចគ្រប់គ្រងបានអាចលាយជាមួយនឹង autism ចាដូចតារាដែលនិយាយមកអញ្ចឹងក្មេង autism មានចំណុចមួយទៀតដែលពេលយើងហៅគាត់គឺគាត់អត់សូវទៅលេខមើលយើងចំភ្នែកទេគាត់ច្រើនតែគិតកសែតភ្នែកពីយើងហើយសំឡេងអីអញ្ចឹងក៏គាត់គិតថាសំឡេងដែលយើងនិយាយធម្មតាហ្នឹងរំខានគាត់អញ្ចឹងហើយបានពេលខ្លះក្មេង autism ច្រើនតែពាក់កាសបិទត្រចៀកកុំឲ្យឮសំឡេងរំខានអញ្ចឹងណាចាហើយដោយបងនិយាយមកអញ្ចឹងថាក្មេងខ្លះគាត់មានautism លាយនឹង TDAH ដែលគាត់ដូចថាមានការរំពឹសហួសហេតុអាហ្នឹងក៏ជាបញ្ហាមួយដែរចាហើយមួយទៀត autism អាចលាយជាមួយនឹងការអន់បញ្ញាមួយទៀតចាអាហ្នឹងគឺការអន់បញ្ញារួមជាមួយនឹង autism ហ្មងអាហ្នឹងកាន់តែធ្ងន់ចុះនឹងតកតទៅនឹងការលូតលាស់ផ្នែកបញ្ញាជនអ្នកខ្លះទៀតដូចជាកាយសម្បទាគាត់មើលទៅគាត់អត់ពិការប៉ុន្តែដូចថាការលូតលាស់ផ្នែកកាយសម្បទាគាត់វារៀងយឺតដូចថាវាបើយើងមើលជាទូទៅយើងថាអានឹងជាការយឺតផ្នែកបញ្ញាដូចអ្នកខ្លះគាត់ថាក្មេង5 6ឆ្នាំហើយអត់ទាន់ចេះញ៉ាំបាយអត់ដូចថាញ៉ាំអាហារត្រូវតែកិនអានឹងវាបើយើងនិយាយទៅវាជារូបរាងកាយឯងវាមិនទៅជាបញ្ញាប៉ុន្តែបើយើងមើលមែនទេវាតកតងគ្នាដែរព្រោះគាត់អត់ទាន់អាចបញ្ជាបានគូក្បាលគាត់អាចបញ្ជាធ្វើឲ្យកាយសម្បទាគាត់អាច
ប្រើបានដូចក្មេងទូទៅអញ្ចឹងកន្លែងហ្នឹងវាជាសកម្មភាពកាយវិការទេអញ្ចឹងហ្នឹងជាអាចចាត់ទុកជាក្មេង autism ដែរឬក៏មិនដែរបង អត់ទេអូន autism ដូចជាលក្ខណៈដែរមុខសញ្ញាដែលបងបានបង្ហាញមិញហ្នឹងប៉ុន្តែឡើយបើសិនថាក្មេងគាត់មានការបញ្ហាខាងលូតលាស់អាហ្នឹងគឺបងបញ្ចូលជាមួយ autism អាហ្នឹងយើងអាចចេញអីផ្សេងអញ្ចឹងណាចាប៉ុន្តែអានេះគឺបែរសញ្ញាដែលមានកតាមិញដែរអូននិយាយហ្នឹងថាតកតងនឹងក្មេងគាត់លូតលាស់ខាងដូចថាគាត់មិនសូវចេះរៀបចំខ្លួនឯងដូចថាតាមអាយុគាត់ក្មេងខ្លះដែលត្រូវធ្វើអីបានដុសធ្មេញបានស្លៀកពាក់បានឬក៏អីចឹងណាអាហ្នឹងបើសិនជាក្មេងគាត់លូតលាស់នឹងខាងហ្នឹងវាមានការយឺតយ៉ាវអាហ្នឹងគឺផ្សេងទេអត់មានតកតងនឹងខាងអូទីសទេចឹងណាប៉ុន្តែយើងក៏សម្គាល់ឃើញថាក្មេងអូទីសដោយសារតែគាត់ពេលខ្លះគាត់មានបញ្ហាខាងដូចថាគ្រប់គ្រងនៅenvironment បរិយាបរិស្ថានដែលគាត់នៅជុំវិញនឹងបានអញ្ចឹងទៅពេលខ្លះគាត់ធ្វើឲ្យគាត់ហ្នឹងអត់ដឹងទៅធ្វើអីអូខេពេលគាត់អត់ដឹងទៅធ្វើអីចឹងឪពុកម្ដាយអាចប្រហាត់បរៀនគាត់បានអញ្ចឹងហើយបានពេលខ្លះបើសិនជាឪពុកម្ដាយមិនសូវយកចិត្តទុកដាក់រឿងហ្នឹងទេគាត់អាចយឺតយ៉ាវនៅក្នុងអាកាយវិការទំនៀមទម្លាប់ប្រចាំថ្ងៃហ្នឹងហើយអញ្ចឹងមានន័យថាបើយើងនិយាយជាភាសាខ្មែរយើងប្រើភាសាថាជាការលូតលាស់យឺតផ្នែកស្មារតីចា៎ប៉ុន្តែបើសិនជាយើងអ្នកខ្លះដោយសារតែការលូតលាស់ផ្នែកស្មារតីគាត់យឺតនឹងធ្វើឲ្យគាត់មិនអាចគូក្បាលគាត់អាចបញ្ជាឲ្យគាត់នឹងចេះកាន់លព្រាញ៉ាំខ្លួនឯងចេះស្លៀកពាក់ខ្លួនឯងចេះធ្វើអីដែលគិតថាក្មេងអាយុ3 4ឆ្នាំអាចធ្វើបានតែកូនគាត់អាចធ្វើបានអញ្ចឹងប៉ុន្តែដល់ពេល autism វាគឺជាផ្នែកមួយនៃបញ្ញាដែលផ្ដោតទៅលើការគិតអត្តចរិតឯងអត្តចរិតបើសិនជាអត្តចរិតគាត់អូទីសហើយគាត់មានការយឺតយ៉ាវខាងផ្នែកស្មារតីទៀតអាហ្នឹងក៏យើងត្រូវប្រហាត់គាត់យ៉ាងហ្នឹងវាបូកចូលគ្នាវាអាចបន្ថែមបញ្ហាមួយទៀតអញ្ចឹងចាអញ្ចឹងទាំងអស់នេះគឺជាហេតុផលដែលយើងកត់សម្គាល់ថាជាក្មេងដែលមានបញ្ហា autism ឬក៏ជាក្មេងដែលមានការលូតលាស់ផ្នែកបញ្ញាយឺតយ៉ាវអញ្ចឹងបើសម្រាប់អ្នកដែលក្មេងដែលកើតនៅក្នុងឥឡូវយើងថានៅក្នុងដូចថាយើងនៅក្នុងទីក្រុងម៉ុងរ៉េអាល់ខេត្តកេបិចប្រទេសកាណាដាអញ្ចឹងពេលដែលយើងមានការសង្ស័យអញ្ចឹងតើយើងគួរតែទៅតាក់ទងខាងណាដែរបងបើអ្នកខ្លះគាត់មានដុកទ័រ family ប្រចាំខ្លួនដុកទ័រគ្រួសារនៅស្រុកនេះតែអ្នកខ្លះគាត់អត់មានតើគាត់គួរតែទៅតាក់ទងខាងណាដែរដើម្បីឲ្យគាត់នឹងកុំឲ្យមានការយឺតយ៉ាវក្នុងការកែប្រែផ្លាស់ប្ដូរស្ថានភាពកូនរបស់គាត់ពេលដែលឪពុកម្ដាយចាពេលដែលឪពុកម្ដាយគាត់សម្គាល់ឃើញមុខសញ្ញាដែលខ្ញុំបាននិយាយមុនហ្នឹងអានោះគឺគាត់អាចទៅពិភាក្សាជាមួយនឹង Dr. Family បានបើសិនជាយើងមាន Dr. Family អាហ្នឹងគឺយើងអាចទៅពិភាក្សាជាមួយគាត់ថាកូនខ្ញុំគាត់សម្គាល់ឃើញមុខសញ្ញាបែបនេះអញ្ចឹងណាមានការធ្វើការកាយវិការអីទៀតដដែលអញ្ចឹងយើងប្រាប់ដល់អញ្ចឹងទៅ Doctor នៅសញ្ញាกระดาษមួយឲ្យទៅជួបអ្នក specialist អ្នកដែលគេជំនាញខាងផ្នែកហ្នឹងអញ្ចឹងណាចាហើយបើសិនជាពួកគាត់អត់មានពេទ្យ family ទេអាហ្នឹងគឺពេទ្យដែលយើងទៅជួបពេលដែលយើងខលទៅ811យើងច្រើនតែនិយាយថាខ្ញុំត្រូវការ service ពេទ្យអីចឹងទៅអាហ្នឹងពេលហ្នឹងគេនឹងឲ្យ service ពេទ្យខាងកូនក្មេងមកហើយពេលហ្នឹងយើងត្រូវទៅពិភាក្សាជាមួយពេទ្យណាក៏បានដែរឲ្យគាត់ចេញกระดาษមួយមកឲ្យគាត់ឲ្យយើងយកទៅអ្នកជំនាញអញ្ចឹងណាវាការអ្នកជំនាញធ្វើការវិនិច្ឆ័យកន្លែងតាក់ទងបញ្ហានេះខ្ញុំឃើញខ្ញុំតែងឮមានបញ្ហាពីរទី1ឪពុកម្ដាយខ្លះគាត់អត់ហ៊ានចាយលុយបងទី2គេថាពេលដែលយើងដាក់ពាក្យទៅខាងរដ្ឋអញ្ចឹងមានការយឺតយ៉ាវដូចថាយើងដាក់ពាក្យដូចថាកូនយើង2 3ឆ្នាំហើយយើងមើលទៅឃើញវាអត់ប្រក្រតីហើយដល់ពេលអញ្ចឹងទៅគាត់មានការយឺតយ៉ាវតែឪពុកម្ដាយខ្លះគាត់អត់ហ៊ានចាយលុយទេដល់ពេលអ្នកខ្លះគេថាគេណែនាំគេថាយើងគួរតែទៅខាងមន្ទីរពេទ្យឯកជនឬក៏យើងហៅថា private អញ្ចឹងទៅដើម្បីឲ្យគេនឹងឆាប់ធ្វើការវិនិច្ឆ័យដើម្បីហើយដល់ពេលរួចគេថាអាហ្នឹងយើងអាចស្នើសុំរដ្ឋមកស្នើសុំ claim លុយពីរដ្ឋមកវិញបានខ្លះអីចឹងណាមកព្រោះកន្លែងខ្លះខ្ញុំឃើញឪពុកម្ដាយខ្លះគឺគិតពីបញ្ហាថាអស់លុយបញ្ហាអស់លុយបើគាត់ដាក់ពាក្យតាមទៅខាង
តាមពេទ្យរបស់រដ្ឋយូរពេកបាទដល់ពេលគិតថាកូនគាត់គួរតែចង់ឆាប់តែគាត់ងាកទៅខាងវិស័យឯកជនគាត់ថាខ្លះអស់លុយកន្លែងហ្នឹងវាខ្ញុំឃើញវាជាបញ្ហាមួយដែលធ្វើឲ្យពុកម្ដាយខ្លះគាត់រៀងបណ្ដោយទុកពេលវេលាហ្នឹងវាចេះតែដូចតែចេះតែចាំទៅព្រោះអ្នកដែលយើងខាងពេទ្យរដ្ឋហ្នឹងគេអត់ដឹងថាកូនយើងធ្ងន់ប៉ុណ្ណាកូនយើងអត់ចេះញ៉ាំការដេកនិយាយអត់ស្ដាប់មិនទទួលស្គាល់ថាសេវីផលសេវាកម្មខាងផ្នែករដ្ឋហ្នឹងគឺវាយូរមែនពេលខ្លះយើងដាក់ហ្នឹងប្រហែលជាភាគច្រើនពេលដែលបកប្រែទៅបងជួបច្រើនតែប្រហែលជា2ឆ្នាំនៅឡើងទៅអាចចូលដល់កម្រិត3ឆ្នាំក៏មានដែរដល់អញ្ចឹងវាយឺតសម្រាប់ដែរកូនហ្នឹងជាងការកូនគាត់អាយុ2 3ឆ្នាំហ្នឹងគាត់តែចាំ3ឆ្នាំទៀតវាហួសពេលវាចង់សឹងហួសពេលបាត់ណាហ្នឹងហើយដល់អញ្ចឹងទៅដោយអូននិយាយមិញអញ្ចឹងថាគាត់មានគេមានសេវាកម្មខាងផ្នែក private អញ្ចឹងណាឯកជនហើយយើងអាចចាយលុយបន្តិចតួចទៅដើម្បីឲ្យសេវាកម្មมันលឿនបងគិតថាពុកម្ដាយគួរតែចំណាយចាគាត់គួរតែចំណាយនិយាយទៅគឺលុយឧបត្ថម្ភសម្រាប់កូនប្រចាំខែហ្នឹងគាត់គួរតែដកចាគួរតែដកបន្តិចដើម្បីការចាយវាយបែបហ្នឹងពីព្រោះថាហ្នឹងគឺជាវាផ្ដល់អត្ថប្រយោជន៍ដល់កូនវិញទេចាអាចថាវាថ្លៃបន្តិចប៉ុន្តែអានឹងគឺសុខភាពរបស់កូនពីការមើលថែទាំរបស់កូនឲ្យបានល្អធ្វើមិនកុំឲ្យយឺតចាការពិតកន្លែងហ្នឹងវាល្អមួយបើយើងកាត់កូនយើងនៅស្រុកខ្មែរអត់ដែលមានអ្នកណាជួយហ្នឹងណាហើយដល់ពេលយើងនៅនេះរត់គេជួយគ្រាន់តែថាយើងយកលុយដែលគេជួយណាយកទៅជួយកូនយើងវិញចាផលប្រយោជន៍បានមកកូនយើងឯងតែឪពុកម្ដាយខ្លះគាត់អត់គិតថាអាហ្នឹងពេទ្យគួរតែអស់លុយពេទ្យគួរតែ free មិនគួរអស់លុយទេអញ្ចឹងគាត់អត់ចង់យកអាលុយដែលគាត់បានពីរដ្ឋមកហ្នឹងគាត់យកទៅចំណាយទេយល់ចឹងដែរថាពុកម្ដាយខ្លះគាត់ត្រូវការលុយនឹងដើម្បីធ្វើ exchange អញ្ចឹងណាប៉ុន្តែអានឹងទៅតែហើយពុកម្ដាយណាព្យាបាលហ្នឹងគាត់ដាក់មើលថាតើអ្វីដែលសំខាន់ជាងគេក្នុងជីវិតរបស់យើងចាអ្វីដែលសំខាន់ជាងគេនៅក្នុងជីវិតរបស់កូនយើងអាហ្នឹងបើសិនជាគាត់ដាក់ priority ថាឥឡូវអានេះកូនរបស់យើងគឺសំខាន់ការព្យាបាលរបស់កូនរបស់យើងសំខាន់អាហ្នឹងគឺគាត់នឹងអាចគិតថាបានចែកលុយហ្នឹងទៅជួយកូនគាត់ឲ្យបានឆាប់ជាងហ្នឹងអញ្ចឹងប៉ុន្តែអ្នកខ្លះគាត់អត់ដឹងថាមាន private ចាគាត់ដឹងថាបញ្ហាថាមានតែរដ្ឋទេដល់អញ្ចឹងត្រូវតែចាំអញ្ចឹងគាត់ដឹងដែរថាមានស្ថាប័ន private ខ្លះដែលគាត់ទទួលប៉ុន្តែយើងត្រូវតែបង់លុយយើងច្រើនជាងហ្នឹងតិចអញ្ចឹងបើសិនជាយើងទៅខាងរដ្ឋដូចបងបាននិយាយមុនហ្នឹងថាយើងនឹងខលទៅ811មែនទេបងចាបើសិនជាយើងអត់មានដុកទ័រ family អត់មានដុកទ័រ family អញ្ចឹងមានន័យថាយើងទី1បើយើងមានដុកទ័រ family យើងតាក់ទងទៅណាត់ជួបជាមួយដុកទ័រ family យើងដើម្បីពិគ្រោះបើយើងអត់មានទេយើងអាចខលទៅយកទៅ811ដើម្បីទទួលសេវាកម្មផ្នែកសុខាភិបាលហ្នឹងហើយដើម្បីទទួលឲ្យគេ refer ឲ្យគេណែនាំដុកទ័រមួយមកឲ្យយើងមកអញ្ចឹងចាហើយនឹងទី3គឺយើងអាចទៅ private បងអាចណែនាំឬក៏បងអាចធ្លាប់ឮឈ្មោះអីពីដុកទ័រ private ដែលសម្រាប់ក្មេងដែលមានបញ្ហា autism ហ្នឹងអាចឪពុកម្ដាយគាត់អាចទៅតាក់ទងបានទេបងអាចថានៅតំបន់ណានៅម្ដុំណាអញ្ចឹងបងអត់បានចាំច្បាស់ទេថាឈ្មោះអីអញ្ចឹងណាប្រហែលជាដល់ទៅពេលក្រោយទៅយើងអាចរកឈ្មោះនោះបានពេលហ្នឹងបងដាក់នៅក្នុងចាំដាក់ link នៅឲ្យឪពុកម្ដាយតាក់ទងទៅអញ្ចឹងណាចាប៉ុន្តែបើសិនថាឈ្មោះវិញអានោះបងអត់ចាំទេអូខេហ្នឹងហើយប៉ុន្តែបងដឹងថាមានទៅហើយអូខេណាចាអញ្ចឹងយើងនឹងដាក់ link ប៉ុន្តែជា private ទៅដល់ក៏ត្រូវការកណ្ដាស់ពី doctor ដែរអញ្ចឹងណាយើងមិនអាច skip កណ្ដាស់និយាយទៅនៅស្រុកនេះគឺយើងមិនអាច skip កណ្ដាស់បានទេកណ្ដាស់ដែលអស់ឡងចេញពី doctor មកថាយើងត្រូវទៅជួប specialist ផ្នែកនេះអញ្ចឹងណាកណ្ដាស់ចេញពី doctor ហ្នឹងចុះបើយើងអត់ទាន់ដូចថាយើងអត់ទាន់មានអីទាំងអស់អញ្ចឹងយើងមិនត្រូវទៅ private សិនហ្មងទៅ private ដើម្បីយើងទៅតាក់ទងគេសិនមែនទេអត់ទេអូនយើងអត់ទាន់មានអីទាំងអស់យើងត្រូវទៅតាក់ទង doctor ហ្នឹងសិនdoctor ខាងណា doctor បរដ្ឋ doctor ផលរដ្ឋដូចជា family យើងចឹងចាមិនអញ្ចឹងទេយើងខលទៅ811ឲ្យគេចុះឈ្មោះរក doctor អីមួយមកអញ្ចឹងហើយខ្ញុំមិនឲ្យតាក់ទងនឹងរឿងក្មេងគេនឹងណែនាំ doctor ខាងពេទ្យមួយមកឲ្យយើងខាងក្មេងណាចាពេទ្យកុមារមួយឲ្យពេទ្យហ្នឹងគឺគាត់ធ្វើការវិនិច្ឆ័យយើងហើយយើងនិយាយពីការព្រួយបារម្ភរបស់យើងប្រាប់ទៅពេទ្យហ្នឹងគេនឹងចារសវត្ថមួយមកដាក់ថាឲ្យទៅជួប specialist ខាង orthopedic ឬក៏មិនចឹងទេ speech therapy គេដាក់ចារហ្នឹងតែម្ដងហើយបានយើងបានប្រដាស់ហ្នឹងហើយបានយើងទៅកន្លែង private ឬក៏ដូចជាយើងទៅ cancel ឲ្យគេរក orthopedic យើង
បើសិនជាយើងចង់ចាំរត់អាហ្នឹងគឺយើងទៅខែ CLC ដើម្បីឲ្យគេរកអតុពលយើងបើមិនចឹងទេគឺមានខាង private ហ្នឹងគឺយើងទៅតាក់ទងគេដូចហ្នឹង អញ្ចឹងមានន័យថាតកតងទៅនឹងការកត់សម្គាល់ពីបញ្ហាគឺយើងបានជជែកគ្នាហើយពេលដែលយើងសង្ស័យយើងអាចទៅរកដុកទ័រក៏ដូចជាទៅរកអ្នកប្រឹក្សាគឺយើងបានជជែកហើយជឿបើសិនជាសម្រាប់ឪពុកម្ដាយដែលគាត់អត់ចេះភាសាបងតើយើងអាចស្នើសុំឬក៏ព្រោះអ្នកខ្លះគាត់ទៅរកមិត្តភ័ក្តិអញ្ចឹងទៅគេអត់ធ្វើមានពេលបកប្រែហើយអ្នកខ្លះទៀតគាត់អត់ចេះភាសាពេទ្យគាត់ចេះតែភាសារស់នៅអញ្ចឹងតកតងនឹងការរកមានជំនួយឥឡូវយើងថាយើងជជែកពីជំនួយផ្នែកភាសាមុនចុះសម្រាប់បងប្អូនខ្មែរយើងដែលគាត់មានកូនបញ្ហា autism តើគាត់អាចទៅរកសេវាបកប្រែរបស់រដ្ឋឬក៏សេវាបកប្រែឯកជនបានយ៉ាងម៉េចដែរបងបានអូនបានហ្នឹងហើយបងយល់ដែរថាពេលខ្លះពុកម្ដាយគាត់នៅនេះគាត់មិនសូវបានទៅរៀនភាសាបារាំងទេអញ្ចឹងណាហើយដោយឡែកនៅនេះអ្នកដែលធ្វើការហ្នឹងគឺសិក្សាភាសាបារាំងទាំងអស់ហើយពេលខ្លះគាត់ទៅរកមិត្តភ័ក្តិមិត្តអីចឹងទៅគឺជួយបកប្រែគាត់ប៉ុន្តែអត់បានយល់អស់ 100% ទេអញ្ចឹងហើយចាគាត់អាចទៅតាក់ទងមកខាងបងបានធ្វើការបកប្រែអញ្ចឹងឲ្យបានច្បាស់លាស់អាហ្នឹងបើសិនជាគាត់តាក់ទងមកបង private អាហ្នឹងគឺយើងគិតជា private អញ្ចឹងណាប៉ុន្តែបើសិនជាគាត់មានខាងអ្នកដែលធ្វើការសង្គមកិច្ចមានអ្នកដែលធ្វើការសង្គមកិច្ចជួយគាត់នៅក្នុងរឿងកូនហ្នឹងអាហ្នឹងគឺអ្នកសូមឲ្យអ្នកសង្គមកិច្ចហ្នឹងគាត់ជួយផ្ញើតំណមួយទៅខាងបងអន្តរជាតិក្រសួងអ្នកបកប្រែពេលហ្នឹងគេនឹងចាត់អ្នកបកប្រែមួយដោយមិនឥតគិតលុយឲ្យគាត់ដែរពេលនោះគឺរដ្ឋអ្នកចេញអញ្ចឹងមានន័យថាបើសិនជាករណីហ្នឹងមានន័យថាបើករណីដែលគាត់គាត់ចង់ទៅគាត់បានកដាច់ចេញពីដុកទ័រមកហើយគាត់ទៅខាង private គាត់អត់បានទៅតាក់ទងខាងសង្គមកិច្ចខាងបកប្រែរបស់រដ្ឋទេអញ្ចឹងគាត់អាចតាក់ទងមកបងដោយផ្ទាល់តែអានេះយើងគិតជា private ប៉ុន្តែបើសិនជាគាត់អត់ចង់អស់សេវាផ្នែក private ទេមានន័យថាទោះគាត់ទៅជួបដុកទ័រដុកទ័រឯកជនឬក៏ទៅជួបដុកទ័ររបស់រដ្ឋក៏ដោយគាត់អាចដាក់ពាក្យទៅខាងសង្គមគិច្ចដូចគ្នាឬក៏មិនដែរដើម្បីតាក់ទងខាងបកប្រែរបស់អញ្ចឹងអូនពេលដែលយើងបានទទួលกระดาษហើយអញ្ចឹងណាចាយើងបានទទួលกระดาษហើយពីដុកទ័រហើយយើងត្រូវការទៅជួបខាងអុកតូហ្វូនីអញ្ចឹងណាពេលដែលយើងរកកន្លែងបានហើយអញ្ចឹងណាពេលដែលយើងយករកកន្លែងបានហើយអ្នកដែលទទួល case របស់យើងហ្នឹងខាងស្ថាប័នអុកតូហ្វូនីហ្នឹងគេអាចសុំដំណងទៅខាងក្រសួងអ្នកបកប្រែសុំអ្នកបកប្រែជាភាសាខ្មែរមកបានចឹងបានចាឬក៏មិនចឹងទេយើងមានការលំបាកនៅក្នុងការស្វែងរកស្ថាប័នអុកតូហ្វូនីហ្នឹងណាយើងទៅសុំខាង CLC ឲ្យចាត់អ្នកធ្វើការសង្គមកិច្ចមួយគេហៅថា Travailleur Social Travailleur Social ហ្នឹងគឺគាត់មកជួយយើងនៅក្នុងការស្វែងរករៀបกระดาษស្នាមអីទីទួចដើម្បីពេញกระดาษស្នាមចុះឈ្មោះឲ្យនៅខាងស្ថាប័នហ្នឹងអញ្ចឹងណាហើយពេលហ្នឹងគឺអ្នកដែល Travailleur Social ហ្នឹងគាត់មកដាក់ពាក្យស្នើសុំរកអ្នកបកប្រែជាភាសាខ្មែរអញ្ចឹងមានន័យថាមានការតែអាចនឹងមានការរយៈពេលចាំយូរឯងបងព្រោះមិនថាយើងយកណាត់ពេទ្យបានហើយប៉ុន្តែអ្នកបកប្រែគាត់អត់ទំនេរគាត់ដូចថាវិកម្មតែពជាពេលនៃការអត់យូរទេអូនអត់យូរទេពេលដែលដូចថាបើសិនជាគាត់ទៅរក Travailleur Social ហើយ Travailleur Social អ្នកដែលធ្វើការក្នុងកិច្ចហ្នឹងគាត់អត់យល់នឹងអ្វីដែលយើងនិយាយគាត់នឹងតាក់ទងអ្នកបកប្រែភ្លាមទៅខាងក្រសួងហើយខាងក្រសួងគេនឹងផ្ញើដំណងមកភ្លាមអញ្ចឹងបើសិនជាពេលហ្នឹងបងរវល់បងមិនបានទទួលដំណងហ្នឹងក៏អ្នកផ្សេងក៏បានទទួលដំណងហ្នឹងដែរអញ្ចឹងណាចាមានអត់យូរទេឲ្យតែយើងមាន rendezvous ហើយហ្នឹងគេផ្ញើមកហើយចឹងខ្ញុំធ្លាប់ឮបញ្ហាមួយទៀតទាក់ទងនឹងជំនួយដែរប៉ុន្តែជាការជំនួយផ្នែកហិរញ្ញវត្ថុមានន័យថាទទួលបានលុយពីរដ្ឋជាទូទៅឧបមាថាក្មេងដែលធម្មតាដែលនាំមកយើងអាចបាន6,500ឬក៏6,700ប៉ុន្តែគេថាក្មេងដែលមានបញ្ហាautism ហ្នឹងមានការមិនមែនជាការលើកទឹកចិត្តទេប៉ុន្តែជាការជំនួយពីរដ្ឋបន្ថែមអាហ្នឹងយើងអាចស្នើសុំដោយអ្នកណាដែរបងយើងអាចទៅសួរខាងណាឬក៏អាចមកតាក់ទងបងគេធ្វើតាមអនឡាញឬក៏យើងអាចទៅជួបមនុស្សនៅកន្លែងណាដែរចេះអូនពេលដែលគាត់បានកណ្ដាស់ពីដុកទ័រហើយគាត់ទៅរកអ្នកដែលធ្វើការសង្គមកិច្ចដែលយើងនិយាយមិញអញ្ចឹងណាព
ពេលហ្នឹងអ្នកធ្វើការសង្គមកិច្ចហ្នឹងគឺគាត់តាមដានដូសៀហ្នឹងឯងហើយពេលហ្នឹងគាត់ត្រូវទៅធ្វើការវិយតម្លៃសិនថាកូនគាត់ពិតជាអូទីសមែនឬអត់ឃើញណាចាហើយបើសិនជាកូនគាត់ហ្នឹងពិតជាអូទីសមែនអាហ្នឹងគឺគេធ្វើការវិយតម្លៃតាមដែលបងចាំហ្នឹងគឺនៅពេទ្យRia Library ចាខាងហ្នឹងគឺ specialist ហ្នឹងខាងធ្វើការវិយតម្លៃខាងកូនដែលគាត់មានអូទីសឬអត់ចឹងណាពេលដែលគេចេញ diagnostic មករោគវិនិច្ឆ័យមកថាកូនហ្នឹងគឺពិតជាអូទីសមែនពេលដែលបានរាប់ពហើយអាហ្នឹងអ្នកដែលការវាយ social ហ្នឹងអាចជួយឪពុកម្ដាយអាចដាក់យកលុយបន្ថែមឧបត្ថម្ភបន្ថែមសម្រាប់ក្មេងអូទីសប៉ុន្តែក៏យើងត្រូវមានរាប់ពចេញមកសិនថាក្មេងគាត់អូទីសអូខេអញ្ចឹងមានន័យថាតតែរោគវិនិច្ឆ័យចេញលទ្ធផលមកថាកូនគាត់ជាអូទីសបានធ្វើឲ្យបានរដ្ឋាភិបាលគាត់នឹងជួយបន្ថែមហ្នឹងហើយប៉ុន្តែការជួយហ្នឹងបើយើងនិយាយជាទូទៅគេជួយដើម្បីយ៉ាងម៉េចដែរបងដើម្បីជាការផ្ដល់ជាចំណីអាហារគាត់បន្ថែមឬក៏គេផ្ដល់ជំនួយហ្នឹងដើម្បីឲ្យយើងនឹងយកកូនយើងទៅបន្ថែមថ្នាក់រៀន special ឬក៏យ៉ាងម៉េចដែរបងកន្លែងហ្នឹងក៏គឺសំណួរតារានេះពិតជាល្អមែនតើចាអានេះបងពីព្រោះថាភាគច្រើនឪពុកម្ដាយអត់សូវសួរបែបហ្នឹងទេចានេះល្អមែនតើនៅសួរហ្នឹងគឺចំមកភាគច្រើនលុយដែលគាត់ដែលគេឧបត្ថម្ភបន្ថែមហ្នឹងលុយរដ្ឋហ្នឹងដែលគេឧបត្ថម្ភបន្ថែមគេច្រើនតែបដោតទៅលើ activity ជាសកម្មភាពផ្សេងៗដែលជួយជំរុញឲ្យក្មេងអូទីសហ្នឹងគាត់មានសកម្មភាពអីផ្សេងបណ្ដុះបណ្ដាលខាងផ្នែកភាសារបស់គាត់ឬក៏ទម្លាប់ប្រចាំថ្ងៃរបស់គាត់ឲ្យដូចជាដទៃទៀតចឹងហើយសួរថាសកម្មភាពហ្នឹងវាមានអីខ្លះណាសកម្មភាពហ្នឹងភាគច្រើនគាត់គេឲ្យយើងយកទៅកន្លែងរេទីមានន័យថាកន្លែងដែលក្មេងគាត់មានអូទីសអញ្ចឹងមានអ្នកដែលគេមើលអីកម្មណោដែលគេមើលនៅក្នុងស្ថាប័នហ្នឹងប៉ុន្តែគេមានលបែងដែលក្មេងលេងដទៃទៀតហ្នឹងយកមកជួយជំរុញកូនឲ្យគាត់ដឹងពីទម្លាប់ប្រចាំថ្ងៃគាត់ត្រូវធ្វើម៉េចអានេះបើសិនជាយើងទៅរៀនក្មេងពីទម្លាប់ប្រចាំថ្ងៃអញ្ចឹងណាហើយបើសិនថាក្មេងគាត់មានបញ្ហាខាងផ្នែកភាសាអាហ្នឹងគឺយើងយកលុយនឹងមកភាគច្រើនអ្នកតារាសូសាលហ្នឹងអ្នកដែលជំនួយការសង្គមកិច្ចហ្នឹងគាត់ប្រាប់ឲ្យថាយើងត្រូវយកកូនហ្នឹងយកទៅដាក់កន្លែងណាដែលសមឃើញណាប៉ុន្តែវាមានស្ថាប័នខុសគ្នាអ្នកខ្លះគឺជំនួយខាងខាងផ្នែកភាសាដើម្បីជំរុញកូនឲ្យគាត់និយាយភាសាបានច្រើនជាមួយក្មេងៗដទៃទៀតឬក៏មិនចឹងទេជំរុញឲ្យគាត់មាន orthophony speech therapy ថែមប្រមាណគួរទៀតចឹងណាចាឬក៏មិនចឹងទេយកគាត់ទៅកន្លែងណាមួយដែលគាត់អាចលេងជាមួយក្មេងដទៃទៀតបានឲ្យគាត់ដឹងពីឥឡូវសកម្មភាពពេលដែលលេងហ្នឹងពាក្យហ្នឹងគេថាម៉េចទម្លាប់ហ្នឹងគេថាម៉េចហើយត្រូវធ្វើអីខ្លះចឹងណាដោយសារតែក្មេងអូទីសគាត់តែមានទម្លាប់យើងត្រូវគូសតារាងការវិភាគឲ្យគាត់ប្រចាំថ្ងៃហ្នឹងថាឥឡូវម៉ោងប៉ុណ្នេះធ្វើអីម៉ោងប៉ុណ្នេះធ្វើអីហើយបើសិនជាអ្នកខ្លះគាត់មានបញ្ហាខាងផ្នែកភាសាផងគាត់យល់គាត់ត្រូវការរូបភាពជាលក្ខណៈបង្ហាញជារូបភាពឲ្យគាត់បញ្ជាក់យល់អញ្ចឹងមានន័យថាជំនួយដែលរដ្ឋជួយសម្រាប់ជំនួយបន្ថែមចាមិនសូវដូចថាយកទៅទិញអីម្ហូបអាហារអីថែមទេអាហ្នឹងគឺជំនួយហ្នឹងគឺដើម្បីធ្វើឲ្យជំរុញយើងដើម្បីរកសកម្មភាពអីមួយដើម្បីជំរុញឲ្យកូនហ្នឹងគាត់មានទម្លាប់ល្អមកវិញអញ្ចឹងណាអញ្ចឹងមានន័យថាអាចធ្វើឲ្យឪពុកម្ដាយខ្លះគាត់អាចកាត់បន្ថយការធ្វើការដើម្បីមានពេលវេលាជាមួយកូនការជជែកជាមួយកូនលេងជាមួយកូនហើយក៏ដូចយកទៅកន្លែងដែលជាកន្លែងក្មេងលេងមានការបង់ថ្លៃខ្លះអីខ្លះហើយនឹងយកទៅថ្នាក់បង្រៀនបន្ថែមទៅលើសកម្មភាពរាល់ថ្ងៃក៏ដូចជាសកម្មភាពឲ្យឃើញក្មេងដទៃកុំឲ្យគាត់នៅដាច់ដライម្នាក់ឯងចាហ្នឹងហើយធ្វើមិនដូចថាយើងប្រហាត់បរៀនគាត់អាចពីព្រោះថាក្មេងមិនមែននៅតែក្មេងតែទូចតែប៉ុណ្្នឹងទេគាត់អាចធំទៅទៀតហើយពេលអាចធំទៅគាត់នឹងត្រូវធ្វើអីដែលខ្លួនគាត់តែឯងអញ្ចឹងត្រូវធ្វើឲ្យគាត់នឹងមានឯករាជ្យភាពឲ្យគាត់អាចចេះធ្វើអីដោយខ្លួនឯងបានដូចជាងូតទឹកខ្លួនឯងជាកប៉ាក់ជាពាក់កៅអៅខ្លួនឯងណាធ្វើអីប្រចាំថ្ងៃខ្លួនឯងដល់ពេលក្មេងធំទៅទៀតទៅអាចរៀបចំអាហារដោយខ្លួនឯងអញ្ចឹងណាចាហើយបើសិនជាឪពុកម្ដាយគាត់
គិតថាគាត់អាចជួយអប់រំក្មេងបានគាត់អាចយកពេលមួយថ្ងៃក៏បានដែរជួយធ្វើម៉េចឲ្យមានការសន្ទនាជាមួយកូនឲ្យបានច្រើនទិញលបែងដែលក្មេងលេងដែលគាត់គេហៅនៅគេហៅ society លបែងលើតុនេះយើងលេងជាមួយក្មេងចឹងទៅហើយយើងឲ្យក្មេងគាត់អនុវត្តភាសានៅពេលក្នុងដែលលេងលបែងហ្នឹងឯងចឹងណាចាឬក៏អញ្ចឹងទេអ្នកដែលគាត់មានបញ្ហាតែអូទីសទេគាត់អាចរកអ្នកដែលជំនាញខាងផ្នែកសិក្សាដែលផ្នែកអូទីសហ្នឹងជាមួយកូនក្មេងហ្នឹងគេហៅច្រើនថាគ្រូចិត្តសាស្ត្រខាងផ្នែកអប់រំចាគាត់មកជួយបរៀនក្មេងអូទីសហ្នឹងឲ្យគាត់មានទម្លាប់ប្រចាំថ្ងៃចាពីព្រោះថាក្មេងអូទីសបើសិនជាគាត់អត់មានទម្លាប់ប្រចាំថ្ងៃទេគាត់ feeling ថា lost មានន័យថាគាត់ដូចវែងគាត់អត់ដឹងថាទៅធ្វើអីអត់ដឹងចាប់ពីណាទៅណាអត់ដឹងថាចាប់ពីណាទៅណាអញ្ចឹងធ្វើម៉េចឲ្យគាត់មានទម្លាប់ប្រចាំថ្ងៃតែម្ដងដើម្បីឲ្យគាត់ដឹងថាគាត់ធ្វើដដែលឬគិតដដែលពីព្រោះថាគាត់ដូចក្មេងដូចបងនិយាយមកអញ្ចឹងក្មេងអូទីសតតែគាត់មានទម្លាប់អីមួយប្រចាំថ្ងៃដដែលដូច្នេះយើងយកអា strategy ហ្នឹងវិធីសាស្ត្រហ្នឹងយើងយកមកអនុវត្តជាមួយគាត់វិញហ្នឹងហើយតែអញ្ចឹងយើងត្រូវធ្វើការវិភាគមួយដែលគាត់អាចដឹងថាអូខេម៉ោងប៉ុណ្នេះគាត់ត្រូវងើបម៉ោងប៉ុណ្នេះគាត់ត្រូវរៀបខែម៉ោងប៉ុណ្នេះគាត់ត្រូវធ្វើអាហារអីញ៉ាំអញ្ចឹងណាអាម៉ោងប៉ុណ្នេះត្រូវយកកាតាបយកអីយកទៅសាលារៀនដូច្នេះមានការវិភាគរបស់គាត់ម៉ោងចូលគេងម៉ោងអីចឹងទៅឬក៏ម៉ោងលេងអីប្រហែល30 minutesអីចឹងទៅឲ្យគាត់ដឹងអញ្ចឹងតែមិនអញ្ចឹងទេគាត់វែងហ្នឹងអញ្ចឹងការធ្វើ schedule នេះយើងអាចធ្វើជាអក្សរក៏បានអាចធ្វើជារូបភាពដើម្បីគាត់មើលយល់ដើម្បីគាត់មើលយល់ថាគាត់ភ្ញាក់ឡើងគាត់ត្រូវទៅដោះធ្មេញយើងធ្វើមានរូបដោះធ្មេញរូបញ៉ាំបាយរូបទៅសាលាចាហ្នឹងហើយឬក៏អាចដាក់អក្សរជាមួយរូបភាពក៏បានដែរប៉ុន្តែគាត់ទៅពាក្យស្រាលដែលយើងអាចមើលយល់ថាឥឡូវដោះធ្មេញទៅ because វាដងអញ្ចឹងណាហ្នឹងហើយក៏ម៉ោងប៉ុណ្នេះញ៉ាំអាហារពេលព្រឹកអញ្ចឹងណាដល់ពេលហើយម៉ោងប៉ុណ្នេះត្រូវឡើងទៅអូតូប៊ីសសាលា school bus អញ្ចឹងទៅពេលនេះគាត់ដឹងហើយគាត់និយាយទៅគឺក្មេងអូទីសអត់មានអ្នកណាដែលគោរពវិន័យជំនាញទម្លាប់ដូចក្មេងអូទីសទេគាត់ដូចតាហ៊ានចឹងធ្វើមិនបើសិនជាអាចប្រហាត់គាត់ជាតាហ៊ានបានហើយគឺគាត់តាហ៊ានគាត់ត្រង់មែនតើបើសិនថាមានទម្លាប់ប្រចាំថ្ងៃចឹងហើយគាត់ធ្វើតើទម្លាប់ហ្នឹងអត់ឲ្យខុសទេពីព្រោះថាគាត់មានតិចម្យ៉ាងនៅក្នុងខួរក្បាលរបស់គាត់ត្រូវតែធ្វើអីឲ្យ perfect តែមិនចឹងទេគាត់ចាប់ផ្ដើមពីដំបូងមកវិញអូខេអញ្ចឹងយើងក៏បានជជែកអំពីមូលហេតុពីដំណោះស្រាយទៅរកអ្នកប្រឹក្សាក៏ដូចជាជំនួយអញ្ចឹងជាចុងក្រោយតើបងមានអ្វីខ្លះដើម្បីផ្ដាំផ្ញើទៅឪពុកម្ដាយដែលគាត់សង្ស័យថាកូនមាន autism ព្រោះឪពុកម្ដាយគាត់ចេះតែភ័យគាត់ចេះគិតថាកូនគាត់នឹងវាដូចថាវាបញ្ហាធ្ងន់ធ្ងរខ្លាំងគាត់ចេះតែគាត់អត់ចេះភាសាទៅពេទ្យគាត់មិនហ៊ានហើយទៅពេទ្យគាត់មិនហ៊ានហើយអាការដែលគាត់ត្រូវធ្វើការរងថ្ងៃគាត់តែធ្វើការរត់តលុយដើម្បីបង់ថ្លៃផ្ទះដើម្បីជីវភាពរស់នៅប្រចាំថ្ងៃតើបងមានអីខ្លះដើម្បីជាការផ្ដាំផ្ញើទៅឪពុកម្ដាយនឹងដើម្បីគាត់លើកទឹកចិត្តគាត់ដើម្បីឲ្យគាត់នឹងថាតើគួរធ្វើយ៉ាងម៉េចដើរផ្លូវណាដើម្បីជួយដល់កូនគាត់បងអត់មានអីទេប៉ុន្តែបងគ្រាន់តែចង់ផ្ដាំផ្ញើទៅឪពុកម្ដាយថាពីព្រោះថាឪពុកម្ដាយភាគច្រើនគិតថានេះគឺជាកំហុសរបស់ខ្លួនឯងដែលកូនគាត់មានអូទីសបែបហ្នឹងប៉ុន្តែកុំបន្ទោសខ្លួនឯងថាជាកំហុសរបស់ខ្លួនឬក៏បែបណាកូនអូទីសពេលដែលគាត់កើតមកមិនគឺអញ្ចឹងហើយវាមិនមែនជាកំហុសរបស់អ្នកណាទេប៉ុន្តែពេលដែលកូនគាត់កើតគាត់មានបញ្ហាអូទីសអញ្ចឹងអាហ្នឹងពេលដែលដូចមុខសញ្ញាដែលខ្ញុំបានបង្ហាញអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាឃើញមុខសញ្ញាបែបហ្នឹងអ្នកទាំងអស់គ្នាត្រូវទៅរកពេទ្យពេទ្យគ្រួសារក៏ដោយឬក៏ពេទ្យណាក៏ដោយជាបន្តនិយាយទៅធ្វើអន្តរាគមន៍ជាបន្តកុំចាំដល់កូននឹងអាយុ 4-5 ឆ្នាំកុំចាំដល់កូននឹងអាយុធំឡើងដល់ចឹងវាអាចហួសពេលក្នុងធ្វើការអន្តរាគមន៍ជាមួយពួកគាត់ហើយចាមួយទៀតអ្នកទាំងអស់គ្នាកុំស្ដាយលុយចានិយាយទៅកុំស្ដាយលុយពីព្រោះថាសុខភាពរបស់កូនយើងគឺសំខាន់ណាស់អ្នកទាំងអស់គ្នាជាជីវិតមួយជាអនាគតមួយដែលយើងចង់ឲ្យគាត់នឹងគឺល្អទៅក្នុងខាងមុខចាដោយកូនទៅទៀតអញ្ចឹងដូច្នេះបើសិនជាពុកម្ដាយគាត់បានទទួលលុយកាក់បន្ថែមពីខាងអូទីសហ្នឹង
ចាយើងកុំយកទៅធ្វើអីផ្សេងយើងធ្វើម៉េចរកស្ថាប័នឬក៏កន្លែងណាមួយអ្នកជំនាញណាមួយដើម្បីជួយកូនរបស់យើងបន្ថែមទៀតហើយចំពោះថាផ្នែកភាសាអ្នកទាំងអស់គ្នាកុំភ័យក្រសួងអ្នកបកប្រែគឺមានភាសាខ្មែរដែលយើងអាចបកប្រែពីបារាំងទៅខ្មែរឲ្យបងប្អូនបានចាបើសិនជាខ្លួនខ្ញុំនេះអត់ជំនាញក៏មានគេខាងក្រសួងនេះគេចាត់ឲ្យម្នាក់ទៀតទៅដែរបងប្អូនអញ្ចឹងកុំភ័យចាថាយើងខ្លាចស្ដាប់គេមិនបានឬក៏យ៉ាងម៉េចកុំភ័យបែបហ្នឹងចានេះបងមានតែប៉ុណ្្នឹងទេអូខេអញ្ចឹងប្រធានបទយើងថ្ងៃនេះនិយាយអំពីការលូតលាស់ផ្នែកបញ្ញាពីបញ្ហាទៅរកដើម្បីកែប្រែគឺយើងបានជជែកហើយអញ្ចឹងសម្រាប់បងប្អូនដែលចង់ឲ្យពួកខ្ញុំទាំងពីរនាក់ជួយចែករំលែកជាភាសាខ្មែរដោយសារតែបងប្អូនខ្មែរយើងខ្លះដែលគាត់នៅទីក្រុងម៉ុងរ៉ាល់ក៏ដូចខេត្តកេបិចប្រទេសកាណាដាយើងហ្នឹងគាត់តែងតែពិបាកក្នុងការរកព័ត៌មានគាត់អត់ដឹងថាទៅរកនៅណាដោយសារតែជួនកាលគាត់ចេះគិតថាទៅរកអ្នករត់ការគេយកថ្លៃសេវាអីចឹងទៅអញ្ចឹងបើសិនជាបងប្អូនដែលមានបំណងចង់យល់ឬក៏ចង់ឲ្យពួកខ្ញុំចែករំលែកពីបញ្ហាអ្វីមួយបងប្អូនអាចសរសេរនៅក្នុង comment ក៏ដូចជាបងប្អូនអាចផ្ញើសារដោយផ្ទាល់មករូបខ្ញុំឬក៏ទៅបងដានិកាព្រោះអីកុំឲ្យថាចូលទៅ comment ទៅអាចនឹងមានឈ្មោះគាត់អីចឹងទៅបញ្ហាឯកជនអញ្ចឹងអាចផ្ញើមកផ្ទាល់ពួកយើងនឹងបិទអត់ឲ្យមិននិយាយអំពីចំនួននឹងមកពីអ្នកណាមានន័យថាបញ្ហាឯកជននេះអញ្ចឹងបងប្អូនអាចផ្ញើមកពួកខ្ញុំបានព្រោះអីពេលខ្លះយើងចេះតែលាក់ទាំងអស់គ្នាយើងអត់មានអ្នកណាទៅចែករំលែកទេអ្នកខ្លះគាត់មានបញ្ហាដូចយើងអញ្ចឹងប៉ុន្តែម្នាក់ចេះតែភ័យខ្លាចអត់និយាយចេញក្រៅធ្វើឲ្យលាក់ទាំងអស់គ្នាអញ្ចឹងអ្នកណាដែលមានបញ្ហាអីយើងអាចនឹងមើលថាតើប្រធានបទណាដែលមានតម្រូវការច្រើនសម្រាប់បងប្អូនយើងនឹងព្យាយាមបញ្យល់ជាភាសាខ្មែរដើម្បីឲ្យបងប្អូនខ្មែរយើងគាត់យល់ដើម្បីចែករំលែកគ្នាអស់គ្នាចាហើយបើសិនជាអ្នកទាំងអស់គ្នាមានសំណួរអីផ្សេងទៀតជាលក្ខណៈទូទៅក៏ដោយឬក៏ចង់ឲ្យពួកខ្ញុំធ្វើវីដេអូដើម្បីចែករំលែកអីផ្សេងក៏ដោយហើយអ្នកទាំងអស់គ្នាអាចដាក់នៅក្នុង comment បានចាហើយបើសិនជាអ្នកទាំងអស់គ្នាយល់ថាវីដេអូដែលពួកខ្ញុំធ្វើនេះគឺមានប្រយោជន៍បងប្អូនអាចចុច like ហើយនិង share ឲ្យបងប្អូនដទៃទៀតដែលគាត់អត់ទាន់បានទទួលព័ត៌មានបែបហ្នឹងឲ្យគាត់បានទទួលព័ត៌មានឲ្យបានពេញលេញផងដែរចាហ្នឹងហើយចឹងជាចុងក្រោយខ្ញុំក៏សូមអភ័យទោសបើសិនជាការជជែករបស់យើងមានការលើសលួសឬក៏ប៉ះពាល់ដល់ឪពុកម្ដាយដែលគាត់មានកូនជាបញ្ហា autism គឺគាត់អាចថាគាត់យើងមិនគួរយក topic ហ្នឹងមកនិយាយប៉ុន្តែគោលបំណងពួកយើងគឺគ្រាន់តែចង់ចែករំលែកហើយចង់ឲ្យក្មេងហ្នឹងអត់ចង់ឲ្យក្មេងហ្នឹងកាន់តែលងទៅចង់ឲ្យកែប្រែក្មេងហ្នឹងទៅហើយមួយទៀតឪពុកម្ដាយខ្លះគាត់អាចនឹងគិតថាយើងនឹងជជែកខុសឬក៏យ៉ាងម៉េចដោយសារអីយើងចង់ប្រាប់ថាជំងឺរបស់ក្មេងម្នាក់ៗខុសៗគ្នាការធ្វើការមានន័យថាការ process ឯកសារដំណើរការនៃការទៅរក doctor ឲ្យខុសៗគ្នាអញ្ចឹងចង់ឲ្យបងប្អូនខ្មែរយើងទាំងអស់បើកចិត្តស្ដាប់ហើយនឹងចែករំលែកដើម្បីឲ្យបងប្អូនដទៃទៀតដែលគាត់អត់មានចំណេះដឹងសោះហើយបើសិនជាបងប្អូនណាដែលគាត់មានបទពិសោធន៍បញ្ហាហ្នឹងគាត់អាចបើកចិត្តសរសេរនៅក្នុង comment ទាំងអស់គ្នាដើម្បីឲ្យបងប្អូនដទៃទៀតគាត់ស្វែងយល់ពីចំណុចផ្សេងៗទាំងអស់គ្នាចាបងប្អូនដូចជាតារានិយាយចឹងពួកខ្ញុំគឺយក topic នេះយកមកនិយាយដោយសារតែ topic នេះគឺអត់សូវមានទេជាភាសាខ្មែរហើយក៏អ្នកខ្លះក៏អត់ដឹងថាមិនជំងឺឯសំទោសក្មេងដែលគាត់មាន autism ហ្នឹងគឺយ៉ាងម៉េចដែរដូច្នេះហើយបានពួកខ្ញុំចង់ចែករំលែកពីចំណេះដឹងខាងផ្នែក autism ហ្នឹងជូនបងប្អូនអញ្ចឹងក៏ដូចបើសិនជាអ្នកនៅនេះក៏ដោយឬក៏បងប្អូននៅស្រុកខ្មែរក៏ដោយចាអាចយកទៅជាចំណេះដឹងទូទៅក៏បានចាឬក៏អាចយកទៅប្រាប់បងប្អូនណាដទៃទៀតដែលគាត់មានបញ្ហាហ្នឹងក៏បានចាអូខេអញ្ចឹងយើងចប់ប៉ុណ្ណឹងហើយរឿងយូរដែរអញ្ចឹងយើងនឹងជួបគ្នានៅក្នុងឱកាសក្រោយនិង topic ក្រោយអូខេសូមអរគុណចាស់ផាត់កាហ្វេមួយ